Ok ណាស់គ្នាក្នុងវីដេអូនេះខ្ញុំនឹងមកធ្វើការ react ទៅលើ bot ទី2របស់ Wanda ដែលមានចំណងជើងថា Blue Story ដែលគឺជា bot ដែលមានការតាមដានទស្សនាច្រើនជាងគេ So yeah បាទវាប្រកាសជាមានអ្វីដែលអ្នកនរគ្នាធ្លាប់ចង់ដឹងពីមុនមកបាទអ្នកនរគ្នាមើល bot នឹងច្រើនជាងគេ So yeah ទៅតាមដានទស្សនាស្ដាប់ម្ដងទៀតជាមួយខ្ញុំ bot Blue Story ចង់ដឹងថាតើគាត់រៀបរាប់អ្វីខ្លះពីអារម្មណ៍របស់គាត់នៅក្នុង bot នេះអូខេMan រឿងខ្លះគេចង់និយាយមិនក៏បាន Yeah រឿងខ្លះគេចង់និយាយមិនក៏បានព្រោះមាត់របស់គេយើងមិនអាចហាមមាត់គេមិនឲ្យនិយាយបានទេត្រូវអត់អូខេតោះតែរឿងខ្លះវាធ្វើការ whisky មកកែវបានអាចនិយាយនៅលើ microphone បាន you know Okay Yeah I know it I better live my life I better not get tired Yeah you better make me cry មើលលើមកមាន smile ទៅបីត្រូវយំត្រូវ cry I gotta live my life I gotta live my I gotta live my life ងឹតហើយគាត់ចង់ប្រាប់ថាទោះជាមិនក៏ដោយមានរឿងអីក៏ដោយមានរឿងអីកើតឡើងក៏ដោយអ្នកនរគ្នាចង់យល់ថាមិនក៏ដោយប៉ុន្តែគាត់នៅតែ gotta live his life គាត់តែរស់នៅជាគាត់អូខេមានតែគាត់ទេដែលគាត់ដឹងពីខ្លួនគាត់ something like that you know yeah you do it right bro I support it okay តោះទៀត I gotta live my life ងឹតហើយដូចបាំងពពកព្រះអាទិត្យដូចជាគ្មានពន្លឺស្នេហាអស់តែស្មីសំយោគកូនខ្លងនិយាយស្ដាប់លេងលឺបាត់មុខព្រោះទ្រង់ក្រំគុំទៅស៊ាំតែគេតែជំងឺអស់សេរីគាត់បាត់មុខមួយយ៉ាងដោយសារថាទ្រង់គាត់ក្រំអស់សេរីភាពចេញទៅណាទៀតបាទនេះអូខេតទៀតតែគេថែមជំងឺអស់សេរីភាពចេញទៅណាទៀតរស់នៅឆក់កដៀតគិតដល់មេឃភ្លឺមានមនុស្សជាច្រើនចង់កំណត់វាសនាខ្ញុំមិនចង់ឃើញខ្ញុំសើចទេបើជាចង់ឃើញខ្ញុំស្រែកយំបញ្ហាយួរមិនអស់ទេបើជាចង់ឃើញខ្ញុំទូលភ្នំរឿងហួរអស់ហើយចង់សើរើឲ្យវាវិលមកជុំមនុស្សធម្មតាខ្ញុំមិនមែនជាទេវតារឿងស្នេហាមានពីណាកំណត់វាសនាបើតែមិនរួចគាត់ចង់ប្រាប់ថាគាត់ជាមនុស្សធម្មតាដែរគាត់មិនមែនទេវតាទេរឿងស្នេហាហ្នឹងគ្មានណាចង់ទេ you know បាទរឿងស្នេហាគ្មានណាចង់ទេនេះរឿងស្នេហាមានពីរអ្នកកំណត់អូខេរឿងស្នេហាមាន2អ្នកកំណត់វាសនាមាន2អ្នកអត់ចង់យល់ឡើយហ្នឹងរឿងស្នេហាមានតែមនុស្ស2នាក់ចង់និយាយចឹងអីមនុស្ស2នាក់ដែលកំណត់វាសនាចង់កៀងកន្លែងនេះអត់យល់ទេស្ដាប់ម្ដងទៀតមនុស្សធម្មតាខ្ញុំមិនមែនជាទេវតារឿងស្នេហាមានពីណាកំណត់វាសនាបើតែមុខមិនរួចតែនៅចំមិនតន់ណាស្នេហ៍ដូចភ្លើងកំជ្រោះចង់និយាយថារឿងស្នេហាមានពីណាកំណត់វាសនាអូខេណាកំណត់វាសនាបើទៅមុខមិនរួចតើអ្នកណាចង់បន្ទោសអ្នកណាតើអ្នកចង់បន្ទោសអ្នកណាគាត់គ្រាន់តែជាមនុស្សធម្មតាមិនមែនទេវតាទេហើយរឿងស្នេហាមានណាគេអ្នកកំណត់វាសនាមានណាគេដឹងមុនថាត្រូវតែស្រឡាញ់គ្នារហូតឬក៏មានណាគេដឹងថាត្រូវបែកគ្នាឆ្លោះគ្នាថ្ងៃណាបែកគ្នាថ្ងៃណាបើវាទៅមិនរួចឲ្យទៅបន្ទោសអ្នកណាអារឿងបន្ទោសអ្នកណាវាអាចមានសាច់រឿងដែលត្រូវបន្ទោសដែរបាទប៉ុន្តែយើងអត់ដឹងយើងកុំមាត់កុំវែកញែកច្រើនចឹងណាអូខេតទៀតទេវតារឿងស្នេហាមានពីណាកំណត់វាសនាបើតែមុខមិនរួចតែនៅចំមិនតន់ណាស្នេហ៍ដូចភ្លើងកំជ្រួចមិនលេចទៅជាផ្កាស្នេហាតារាត្រូវចិត្តគេបើសិនកាន់ផ្កាស្លាត្រូវមាត់គេបើសិនបាយស្នេហាតាមផ្លែផ្កាស្នេហាតារាត្រូវចិត្តគេបើកាន់ផ្កាស្លាត្រូវមាត់គេបើshit លយមែនតែ lyric របស់គាត់នេះស្នេហាតារាត្រូវចិត្តគេបើសិនកាន់ផ្កាស្លាហើយត្រូវមាត់គេបើមិនផ្កាស្លាត្រូវមាត់គេបើសិនបាយស្នេហានេះត្រូវមាត់គេបើសិនបែកស្នេហាបាទ oh my god yeah you better live your life man បាទកុំខ្វល់ពីមាត់របស់អ្នកដទៃព្រោះយើងវាមិនអាចហាមមាត់គេ you know that already បាទអញ្ចឹងយើងមិនអាចហាមឃាត់មាត់គេឲ្យនិយាយឲ្យថាមិនបានទេបាទគេយើងមិនអាចទៅហាមាត់គេបានទេប៉ុន្តែយើងត្រូវ
ដូចវណ្ដានិយាយចឹងនិយាយពីដំបូងហ្នឹង you better live your life yeah ចឹងយើងកុំខ្វល់អីសំខាន់យើងស្គាល់ខ្លួនឯងយើងដឹងខ្លួនឯងយើងមានតែយើងទេដែលជាអ្នកដឹងរឿងរបស់យើងច្បាស់យ៉ាកុំខ្វល់អូខេកាន់ផ្កាស្វាត្រូវមាត់គេបើសិនបាយស្នេហាតាមផ្លែផ្កាកាត់ដោយផ្លែរណាទីមកវិនិច្ឆ័យដកយកតម្លៃអត់ដឹងជាតែម៉ៃដើម្បីផលប្រយោជន៍ចង់គឺយើងខ្សែអានឹងលោកដៃកំពុកដោយទឹកស្គរគេរោមដោយស្មៅឬខ្ញុំមាននីតិពលចង់ចាប់ខ្ញុំតាមមណ្ឌលចង់កែប្រែឬចង់ដុតខ្ញុំឲ្យខំចង់ឃើញតាមមុខខ្ញុំកំពុលលេចទៅទាំងដុលខំរឹងបំពុលស្នេហ៍ត្រូវឈប់តែនឹងហើមនៅដអត់ហែកហួរព្រឹកទៅទឹកអត់ល្អអត់បកស្រាយព្រឹកទៅឈាមនៅកឃើញខ្ញុំជាមនុស្សឬមិនឃើញខ្ញុំជាសណោចង់ដកសឹកខ្ញុំឲ្យអស់ privacy ខ្ញុំឲ្យអស់ចង់មួយនឹងកើចូលចោះបើជាជីវជាតិឲ្យខ្សោះនៅមានន័យទៀតចូលមកធ្លាប់ប្រាប់អូនថាស្រឡាញ់គ្នាយើងមាន class អ្នកខ្លះជាណែនអូនណានិយាយផ្ដេសផ្ដាស់កុំប្រកាន់គេអីឃើញយើងយំគេហាហាដូចជាត្រូវចិត្តគេណានេះមនុស្សលើលោកីដូចជាត្រូវចិត្តគេណាពេលដែលឃើញស្នេហ៍យើងផ្លាស់ទៅទំព័រមួយថ្មីបងតែងតែនិយាយថាចូលកុំខឹងគេណាពួកគេបានតែសំដីទៅឲ្យបងមើលក្រោមអូយបាទស្ដាប់បទនេះគឺមានអារម្មណ៍ថាមានរឿងច្រើនដែលលាក់ទុកនៅក្នុងចិត្តរបស់គាត់ដែលគាត់អាចរៀបរាប់មកចេញមកអស់ហើយมันអាចរៀបរាប់ដោយត្រង់អញ្ចឹងណា you know បាទអូខេតទៀត Shit man ដឹងនិយាយតាមណាមានតាមចម្រៀងស្នេហាចាប់ផ្ដើមនឹងមិនចោះភ្លើងស្នេហ៍ទៅរលត់ហើយស្លោះគេកាយទៅបើយើងជាអ្នកក៏គេចោលឲ្យវិនិច្ឆ័យគ្រប់សងរឿងពីរអ្នកចាំបាច់ឲ្យអ្នកណាដឹងគ្រប់គ្នាប្រឹងសម្លឹងរំពឹងឲ្យយើងឈឺចាប់ questioning about my life រឿងពីរអ្នកចាំបាច់ឲ្យអ្នកណាដឹងគ្រប់គ្នាប្រឹងសម្លឹងរំពឹងឲ្យយើងឈឺចាប់ questioning about my life Did you wanna see me fail, fall, straight, oh គេនឹងសាទរផ្ទះដៃ Did you wanna see me ឈឺចាប់ស្ទើរស្លាប់មិនអាចងើបជាថ្មី Did you wanna see me go broke ដេកស្លូកដេកដួលលើដីចង់ចាប់ខ្ញុំមកបរិភោគឬក៏អ្នកល្មោអង្គនឹងកាត់ក្តីរឿងថ្មី I better live my life I better not get tired Yeah មិនទៅលើមេឃមានផ្កាយមិនទៅលើមុខមានស្មារ Yeah ទៅត្រូវយំត្រូវ cry I gotta live my life I gotta live my life ងងឹតហើយដូចបាំងពពកព្រះអាទិត្យដូចជាគ្មានពន្លឺស្នេហាអរតែស្មីសំយោគគោថ្លង់និយាយស្ដាប់លេងលឺបាត់មុខព្រោះទ្រង់ក្រមគង់តែស៊ាំតែគេថែមជំងឺអស់សេរីភាពចេញទៅណាទៀតរួនដូចឆក់កដៀតគិតដល់មេឃភ្លឺYeah, oh my god, it is so deep អត្ថន័យជ្រាលជ្រៅបង្ហាញពីអារម្មណ៍សោកសៅរបស់គាត់ប៉ុន្តែនៅតែមិនច្បាស់នៅតែមិនអាចបែងចែកច្បាស់ថាអ្នកណាខុសអ្នកណាត្រូវពាក់ព័ន្ធនឹងស្នេហារបស់គាត់ប៉ុន្តែអ្វីដែលគាត់បានបញ្ជាក់ថារឿងស្នេហារឿងស្រឡាញ់គ្នាតែពីរនាក់មិនចាំបាច់ត្រូវការឲ្យអ្នកណាដឹងទេបាទ Yeah so អញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យវណ្ដាបាទធ្វើដោយអ្វីដែលគាត់បានរៀបរាប់នៅក្នុងបទនេះពីដំបូងគេថាគាត់ better live your life better live my life អញ្ចឹងប្រាជីវិតរបស់យើងធម្មតាទៅយើងជិះមិនផុតទេពីមាត់របស់គេពីការនិយាយចេញពីមាត់គេហើយយើងក៏មិនអាចទៅហាមមាត់គេមិនឲ្យនិយាយអ្វីដែលគេចង់និយាយដែរសំខាន់មានតែខ្លួនយើងទេដែលដឹងពីខ្លួនយើងច្បាស់សាច់រឿងរបស់យើងស្អីទឹកចិត្តរបស់យើងពីរឿងផ្ទៃក្នុងរបស់យើងគេហៅថាបើយើងនិយាយភាសាជាលក្ខណៈគ្រួសារគេហៅថាចង្គៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកហ្នឹង so yeah alright បាទប៉ុន្តែនៅពេលដែលស្ដាប់បទរបស់គាត់មួយគឺមានអារម្មណ៍ថាស្អិតទ្រូងតបប្រមល់ថប់ទៅហើមបាទអូខេ
អូខេបាទអញ្ចឹងការ reaction នឹងជិនចូលមកដល់ទីមួយចោល fan សកម្មតាអ្នកនរនេះចូលចិត្តថ្មីអ្នកមកថ្មីកុំភ្លេចចុច subscribe ហើយចុចរូបកណ្ដឹងហើយហើយកុំភ្លេចជួយទៅ follow page Facebook ខ្ញុំម្នាក់មួយផងឈ្មោះដូចគ្នានឹងជួបគ្នានៅវីដេអូក្រោយ peace